កាលព្រះសាស្តាចារ្យទ្រង់សម្ដែងអវិធម្មរហូត3ខែព្រះពុទ្ធមេត្តាក៏បានសម្រេចសោតាបតិផលព្រមទាំងទេវតា80កោដលុះដល់ថ្ងៃបវារណា15កើតពេញបូរមីខែអាសត់សកទេវរាជបានបញ្ជាឲ្យវិសកម្មទេវបុត្រនិមិត្តចិន្តាកែវមณีត្រង់កណ្ដាលសម្រាប់ព្រះសាស្តាចិន្តាមាសនៅខាងស្ដាំសម្រាប់ព្រះឥន្ទនិងពួកទេវតានិងចិន្តាប្រាក់នៅខាងឆ្វេងសម្រាប់ពួកមហាព្រហ្មខ្លោងទ្វារនគរសង្កាសៈកាលគណៈធម្មយាត្រាយើងបានមកដល់ខ្លោងទ្វារនគរសង្កាសៈនៅពេលប្រលប់ហើយក៏បានឈប់សម្រាកនៅវត្តស្រីលង្កាចំនួន1យប់ខ្លោងទ្វារនគរសង្កាសៈគឺជាទីកន្លែងព្រះអង្គចុះចាក់ពីឋានតាវតឹងតាមចិន្តាកែវក្រោយពីព្រះសាស្តាបានសម្ដែងយមកបាដេហានាក្រុងសាវត្ថីនោះរួចហើយទើបទ្រង់យាងទៅគង់ចាំព្រះវស្សាទី7នាឋានតាវតឹង